ថែមមួយសែនទៀតអញ្ចឹងក្នុងម្នាក់បានចំនួន2សែនរៀលទៀតតទៅការងារដុកទ័រម៉ូតូបងតែបញ្ជាក់គ្រប់គ្នាថាដុកទ័រម៉ូតូគឺជាកន្លែងមួយដែលបើកសេរីភាពទូលាយនៅក្នុងការផ្ដល់ឱកាសទៅដល់ជាងម៉ូតូទូទៅដែលមានបំណងចង់មកធ្វើការនៅទីនេះប៉ុន្តែក្នុងលក្ខខណ្ឌងាយរយៈក្រោយបងឃើញបងប្អូនយល់ពីការងារយើងច្រើនព្រោះការងារដែលបងដាក់ឲ្យមានតែ3យ៉ាងគត់ដែលធំ3យ៉ាងឯងទី1គឺត្រូវធ្វើការដោយការទទួលខុសត្រូវចំពោះអតិថិជនបើថាការងារដែលយើងធ្វើមួយភ្ញៀវគឺយើងត្រូវទទួលខុសត្រូវច្បាស់លាស់អាហ្នឹងគឺជាគោលការណ៍ទី1ទី2ទាំងអស់គ្នារាល់ពេលយកអីវ៉ាន់ផ្សេងគ្រឿងបន្លាស់ឬក៏ឧទាហរណ៍ថាសោឬសម្ភារៈផ្សេងហ្នឹងប្រើប្រាស់ដោយការថែទាំហើយនឹងទុកដាក់ឲ្យបានត្រឹមត្រូវព្រោះมันស្រួលទេពេលយើងដើររករបស់ពេញផ្ទះនឹងពិបាកមែនតើហើយទី3ចំណុចសំខាន់ចុងក្រោយទី3នោះគឺរាយការណ៍នៅពេលដែលយើងយកអីវ៉ាន់ឬសម្ភារៈទាំងអស់នោះវាសល់តិចតួចដើម្បីបងស្រួលកំងមានតែ3គោលការណ៍ទេដែលដុកទ័រម៉ូតូតែងផ្ដល់ឱកាសឲ្យបុគ្គលិកបើអ្នកទាំងអស់គ្នាប្រកាន់គោលការណ៍3នឹងជាប់ស្មើនឹងគេហៅថាលំដាប់ credit បុគ្គលិកល្អនៅក្នុងហាងដុកទ័រម៉ូតូអញ្ចឹងកាលណាទាំងអស់គ្នាមានគោលការណ៍3ហ្នឹងគឺបានហើយអញ្ចឹងអ្នកដទៃទៀតក៏ដូចគ្នាដែរប្រសិនបើអ្នកទាំងអស់គ្នាចង់មកធ្វើការទីនេះត្រូវប្រកាន់ខ្ជាប់គោលការណ៍3ហ្នឹងការបង្ហាញពីអតិថិជនដែលគាត់អញ្ជើញមកដល់ទីតាំងយើងច្រើនមិនមែនហេតុផលដែលចៃដន្យទេទី1គឺគាត់ពេញចិត្តនៅសេវាកម្មដែលយើងធ្វើកន្លងមកអញ្ចឹងតាក់ដៃទាំងអស់គ្នាក្នុងការបង្ហាញចេញគឺជារឿងដ៏ល្អប្រសើរដែលបង្ហាញថាយើងពិតជាបានធ្វើការងារបានល្អមែនអញ្ចឹងដល់ពេលដែលយើងធ្វើបានល្អពេលហ្នឹងគឺអតិថិជនគាត់ពេញចិត្តអញ្ចឹងគាត់មកទទួលសេវាកម្មច្រើនឆ្លើយតបទៅនឹងការប្រឹងប្រែងនិងការជាយាមបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះហើយសម្រាប់អ្នកដែលមកដល់ថ្ងៃហ្នឹងបើថាអ្នកអត់ឈប់មុនកាលមានកាដូពិសេសលើកទឹកចិត្តជូនទាំងអស់គ្នាបន្ថែមទៀតសម្រាប់ការផ្ដល់ឲ្យក្រៅអំពីប្រាក់ខែដែលទទួលបានអញ្ចឹងនៅក្នុងឆ្នាំនេះបងសម្រេចនៅក្នុងការផ្ដល់ឲ្យគ្រប់គ្នាស្មើគ្នាអត់គិតថាអ្នកនឹងមកថ្មីអ្នកនឹងមកក្រោយទេអញ្ចឹងអ្នកបុគ្គលិកដុកទ័រម៉ូតូស្មើគ្នាក្នុងរយៈពេលនេះគឺម្នាក់ទទួលបានការឧបត្ថម្ភចំនួនជាទូទៅអ្នកដុកទ័រម៉ូតូការឧបត្ថម្ភលើសពី1សែនព្រោះយើងរាប់លុយខ្មែរលើសពី1សែនមកប្រហែល100000ណា100000ឥឡូវបងថែម1សែនទៀតអញ្ចឹងក្នុងម្នាក់បានចំនួន2សែនរៀលយប់នោះមានជប់លៀងអវៈទៀតអញ្ចឹងអ្នកណាចង់ទៅជប់លៀងទៅផ្ទះនៅពោធិញៀនណាបើអ្នកណាទៅថ្ងៃហ្នឹងមានកម្មវិធីកំសាន្តបែបសប្បាយខ្លះព្រោះមួយថ្ងៃអត់បានសប្បាយសោះពីណាមកមុនគេមកអ្នកបន្ទាប់អ្នកណាក៏បានដែរមកមេកណាមកតាទូឥឡូវតាក់ទងមួយការងារទៅផ្ទះវិញបងប្អូនជឿថានឹងទៅដល់ជួបជុំគ្រួសាររបស់យើងអ្វីដែលបងណែនាំជាបទពិសោធន៍បងផ្ទាល់នៅក្នុងការផ្ដល់នៅឱកាសល្អសម្រាប់ខ្លួនឯងទី1ធ្វើយ៉ាងណា5ថ្ងៃហ្នឹងណាញ៉ាំអាហារ1ពេលឬ2ពេល3ពេលយ៉ាងហោចណាស់ជាមួយគ្រួសាររបស់យើងផ្ទាល់មានឪពុកមានម្ដាយដែលយើងស្រឡាញ់ពេញចិត្តគាត់កុំតម្លាក់កតាបចោះរកមិត្តភក្តិបាត់5ថ្ងៃពេញអត់ជួបម៉ែសោះអាហ្នឹងសើបញ្ហាអញ្ចឹងបើចង់និយាយថាបើស្រួលបួលបងប្អូនគួរតែមានពេលវេលាគ្រប់គ្រាន់មួយគាត់យ៉ាងហោចណាស់ក៏មួយថ្ងៃដែរទី1ទី2បង្កើតអនុស្សាវរីយ៍បងលើកទឹកចិត្តដដែលការថតវីដេអូការថតរូបស្លឹកជាមួយគ្រួសារល្អពេលខ្លះយើងគិតថាអៀនណាប៉ុន្តែពេលវេលាមួយបន្ទាប់ពីយើងនៅឆ្ងាយគាត់ឬគាត់ទៅណាបាត់ឆ្ងាយពេលរូបភាពរបស់នោះគឺវាអាចបាត់ទៅណាបានទេវាជាអនុស្សាវរីយ៍មិនអាចកាត់ថ្លៃបានមួយទៀតការបើកបរពេលធ្វើដំណើរបងផ្ដាំឲ្យតាមទៀតណាបើកបរសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបើកបរមិនលឿនពេកទេល្មមបានហើយគង់ដល់ផ្ទះទេទី1ទី2ដំណើរកំសាន្តផ្សេងអីយើងបែបសប្បាយគ្រួសារបានច្រើនទៅហើយការណាយើងគោរពចរាចរណ៍ទាំងអស់គ្នាដំណើរការរបស់យើងក៏ល្អដែរបើថាវាអត់មានបញ្ហាណាអូខេតោះសុខសប្បាយទាំងអស់គ្នាណា